សូមឲ្យបងប្អូនបានប្រកបដោយនូវព្រះគុណនិងសេចក្តីសុខសាន្តអំពីព្រះបិតាដែលយើងរាល់គ្នាហើយនៅអំពីព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទមេរៀននៅថ្ងៃនេះដកស្រង់ពីព្រះគម្ពីរយ៉ូស្វេចំពុក1ខ1ដល់ខ9ដែលខ្ញុំឲ្យចំណងជើងថាភាពក្លាហានដើម្បីកិច្ចការលំបាករបស់ព្រះភាគទី2ខ្ញុំអានជូនបងប្អូនដូចតទៅនេះរីឯក្រោយដែលម៉ូសេជាអ្នកបម្រើព្រះបានស្លាប់ទៅនោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅយូស្វេជាកូននុនជាអ្នកជំនិតរបស់លោកថាម៉ូសេជាអ្នកបម្រើឯងបានស្លាប់ហើយដូច្នេះចូលរៀបចំឆ្លងទន្លេជួដដឹងឥឡូវនេះព្រមទាំងបណ្ដាមនុស្សទាំងអស់នេះផងហើយចូលទៅក្នុងស្រុកដែលឯងបានឲ្យដល់គេគឺដល់ពួកកូនចៅអ៊ីស្រាអែលអស់ទាំងទីកន្លែងណាដែលឯងដាក់ជើងជន់នោះអញនឹងឲ្យដល់ឯងដូច្នេះអញនឹងឲ្យដល់ឯងដោយអញបានប្រាប់ម៉ូសេហើយឯព្រំប្រទល់របស់ឯងរាល់គ្នានោះត្រូវបានចាត់តាំងពីទីរហោឋាននិងភ្នំល្បាណូនរហូតដល់ទន្លេធំនិងទន្លេអ៊ឺប្រាតក្នុងស្រុករបស់សាសហេតទាំងមូលហើយទៅដល់សមុទ្រធំនៅទិសខាងលិចដែរនឹងគ្មានអ្នកណាអាចឈរនៅមុខឯងនៅគ្រប់មួយជីវិតរបស់ឯងអញនឹងនៅជាមួយឯងដូចជាអញបាននៅជាមួយនឹងម៉ូសេដែរអញមិនដែលខាននឹងប្រោះឲ្យឯងក៏មិនដែលបោះបង់ចោលឯងឡើយដូច្នេះចូលឲ្យមានកម្លាំងចិត្តក្លាហានចុះត្បិតឯងនឹងនាំបណ្ដាជនទាំងនេះបានក្រងស្រុកដែលឯងបានស្បត់ថានឹងឲ្យដល់ពួកឯងឯកកោរបស់ពួកគេឲ្យឯងគ្រាន់តែមានកម្លាំងនិងចិត្តក្លាហានប៉ុណ្ណោះដើម្បីនឹងកាន់ឲ្យប្រព្រឹត្តតាមក្រឹតវិន័យគ្រប់ចម្ពោះដែលម៉ូសេជាអ្នកបម្រើឯងបានបង្គាប់មកកុំឲ្យបែរងាកចេញទៅខាងស្ដាំឬឆ្វេងឡើយប្រយោជន៍ឲ្យឯងបានកើតការនៅកន្លែងណាដែលឯងទៅនោះកុំឲ្យគម្ពីរក្រឹតវិន័យនេះភ្លេចបាត់ចេញពីមាត់ឯងឡើយគឺត្រូវឲ្យនឹកសញ្ជឹងគិតទាំងយប់ទាំងថ្ងៃដើម្បីឲ្យបានកាន់តាមហើយប្រព្រឹត្តតាមអស់ទាំងសេចក្តីដែលបានកត់ទុកគម្ពីរនោះឯងក្នុងគម្ពីរនោះឯងត្បិតគឺយ៉ាងនេះឯងនឹងបានកើតការនៅគ្រប់ទាំងផ្លូវឯងហើយនឹងបានចម្រើនឡើងផងតើអញមិនបានបង្គាប់ឲ្យឯងទេឬអីដូច្នេះចូលមានកម្លាំងហើយចិត្តក្លាហានចុះកុំខ្លាចឡើយក៏កុំឲ្យស្រយឹកចិត្តត្បិតព្រះអង្គម្ចាស់ជាព្រះនៃឯងទ្រង់គង់នៅជាមួយឯងនៅកន្លែងណាដែលឯងទៅនេះជាព្រះបន្ទូលរបស់ព្រះអង្គនៅពេលណាដែលខ្ញុំអាននៅព្រះបន្ទូលរបស់ព្រះអង្គខ្ញុំតែងនឹកឃើញព្រះអង្គម្ចាស់ទ្រង់ការពារទ្រង់ដឹកនាំរាជអ៊ីស្រាអែលចុះចំពោះយើងដែលជឿទុកចិត្តដល់ទ្រង់ដើរតាមព្រះបន្ទូលរបស់ព្រះអង្គរាល់ពេលវេលាតើយ៉ាងណាដែរបងប្អូនហើយនៅចំណុចខ្លះក្នុងជីវិតរបស់យើងទាំងអស់គ្នាបានប្រឈមមុខនឹងស្ថានភាពគួរឲ្យភ័យខ្លាចប្រហែលជាយើងខ្លាចនៅភាពមិនល្អដូចជាលុយកាក់ហិរៈដែលយើងមានការបាត់បង់មនុស្សដែលជាទីស្រឡាញ់ឬភាពមិនច្បាស់លាស់អំពីអនាគតរបស់ខ្លួននឹងភាពទន់ខ្សោយនឹងមិនមានសមត្ថភាពគ្រប់គ្រងសម្រាប់កិច្ចការឬប្រឈមមុខជាក់លាក់ក្នុងកិច្ចការណាមួយទោះបីជាយើងភ័យខ្លាចយ៉ាងណាក៏ដោយយើងត្រូវតែរៀនពីរបៀបប្រឈមមុខនឹងការងារដូច្នោះព្រះទ្រង់សពហរតីដោយភាពក្លាហានយូស្វេចំពុក1ខ1ដល់ខ9បានសរសេរជាយូរមកហើយប៉ុន្តែគោលការណ៍
របស់វាតាក់ទងទៅនឹងភាពក្លាហានគឺនៅតែមិនគឺនៅតែពិតសម្រាប់យើងរាល់គ្នាដែលកំពុងរស់នៅក្នុងសតវត្សទី21នេះការពិតភ័យគឺជាសម្លេងវិញ្ញាណស្មារតីដែលកើតឡើងនៅក្នុងខ្លួនយើងនៅពេលដែលយើងប្រឈមមុខនឹងគ្រោះថ្នាក់ដែលជិតមកដល់មានអារម្មណ៍ថាជាការគំរាមកំហែងឬអារម្មណ៍អស់សង្ឃឹមក្នុងការជៀសវាងឬផ្លាស់ប្ដូរស្ថានភាពសេចក្តីក្លាហានគឺជាគុណភាពនៃចិត្តស្មារតីដែលអាចឲ្យយើងប្រឈមមុខនឹងគ្រោះថ្នាក់ឬប្រឈមមុខនឹងការប្រឆាំងឬបញ្ហាប្រឈមនានាក្នុងជីវិតដោយមិនមានខ្លាចនឹងនៅហើយមានភាពរឹងមាំយោលទៅតាមព្រះគម្ពីរធីម៉ូថេទី2ចំពោះ1ខ7ព្រះទ្រង់មានព្រះបន្ទូលថាបិទព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណដែលតែងតែខ្លាចនោះឡើយគឺឲ្យយើងមានវិញ្ញាណដ៏មានអំណាចសេចក្តីស្រឡាញ់និងប្រាជ្ញាឆ្លៀសវៃលើកពីនេះយើងមានសេចក្តីសន្យារបស់ព្រះដែលផ្ដល់នូវអំណាចឲ្យយើងដើរដោយភាពក្លាហានឆ្លងកាត់គ្រប់អស់ទាំងឧបសគ្គស្ថានភាពរបស់លោកយូស្វេបន្ទាប់ពីលោកម៉ូសេបានស្លាប់ទៅព្រះម្ចាស់ទ្រង់បានប្រទានឲ្យយូស្វេនៅកិច្ចការដឹកនាំរាជរបស់ព្រះអង្គចូលទៅក្នុងទឹកដីដែលព្រះទ្រង់បានសន្យានឹងប្រទានឲ្យដល់ពួកគេទោះបីជាគាត់ត្រូវបានបណ្ដុះបណ្ដាលដោយម៉ូសេហើយបានធ្វើការងារនៅក្រោមការណែនាំរបស់គាត់យ៉ាងណាក៏ដោយក៏គំនិតនៃការជំនួសម៉ូសេនិងការទទួលខុសត្រូវចំពោះរាជរបស់ព្រះទាំងនេះច្បាស់ជាធ្វើឲ្យគាត់មានការញាប់ញ័រនិងភ័យខ្លាចពីព្រោះគាត់បានឃើញថាពួកកូនចៅអ៊ីស្រាអែលមានចិត្តមិនជឿរឹងរូសបះបោរប្រឆាំងនឹងលោកម៉ូសេហើយនឹងប្រឆាំងនឹងព្រះម្ចាស់យូស្វេក៏បានដឹងផងដែរថាតើវានឹងមានបញ្ហាអ្វីក្នុងការដឹកនាំជនជាតិអ៊ីស្រាអែលជាង2លាននាក់ចូលក្នុងទឹកដីរបស់សត្រូវទឹកដីនោះពោពេញទៅដោយទីក្រុងដែលមានកំផែងមនុស្សមានធំទីហ៊ានប្រដាប់ដោយអាវុធនិងរទេះចម្បាំងទោះបីជាឧបសគ្គទាំងនោះហាក់ដូចជាមិនអាចឆ្លងកាត់ទៅបានក៏ដោយយូស្វេបានចងចាំពីរបៀបដែលព្រះទ្រង់បានប្រយុទ្ធដើម្បីរាជរបស់ព្រះអង្គដោយញែកទឹកសមុទ្រសម្រាប់ពួកគេឲ្យបានហើយក៏បានកប់ជនជាតិអ៊ីស្រាអែលទាំងរទេះចម្បាំងរបស់ពួកគេនៅក្នុងសមុទ្រដ៏ជ្រៅសេចក្តីសន្យារបស់ព្រះម្ចាស់គឺជាមូលដ្ឋានសម្រាប់ភាពក្លាហានរបស់លោកម៉ូសេហើយសប្តាហ៍នេះសេចក្តីសន្យារបស់ព្រះម្ចាស់នេះក៏ជាភាពក្លាហានរបស់យើងរាល់គ្នាដែរក្នុងនាមជាអ្នកជឿទុកចិត្តលើព្រះម្ចាស់នេះជាការចេញពីសេចក្តីស្រឡាញ់និងមេត្រីភាពរបស់យើងចំពោះព្រះតាមរយៈព្រះរាជបុត្រាទ្រង់គឺព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទទោះជាស្ថានភាពរបស់យើងខុសប្លែកពីលោកយូស្វេក៏ដោយគោលការណ៍និងសេចក្តីសន្យាដែលបានបង្ហាញនៅក្នុងបទគម្ពីរនេះគឺពិតសម្រាប់យើងរាល់គ្នាផងដែរសេចក្តីសន្យារបស់ព្រះចំពោះលោកយូស្វេបានចែងថានឹងគ្មានអ្នកណាអាចឈរនៅមុខឯងនៅគ្រប់មួយជីវិតរបស់ឯងបានឡើយអញនឹងនៅជាមួយឯងដូចជាបាននៅជាមួយនឹងម៉ូសេដែរអញមិនដែលខាននឹងប្រោះឯងហើយក៏មិនបោះបង់ចោលឯងឡើយយើងមានការធានាដូចគ្នានេះបងប្អូនដោយសារព្រះទ្រង់គង់នៅក្នុងខ្លួនយើងតាមរយៈវត្តមានព្រះចេស្តានិងព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ទោះជាយើងប្រឈមមុខនឹងស្ថានភាពណាក៏ដោយ
យើងក៏មិនឯកោឬនៅម្នាក់ឯងជាជាងមើលនៅជុំវិញជាជាងមើលកលៈទេសៈនៅជុំវិញយើងគួរសម្លឹងមើលព្រះអង្គម្ចាស់ដែលទ្រង់តែមានប្រហារតីស្មោះត្រង់ទំនួលខុសត្រូវរបស់យូស៊ូវេគឺថាឲ្យគ្រាន់តែមានកម្លាំងនិងចិត្តក្លាហានប៉ុណ្ណោះដើម្បីនឹងកាន់ហើយប្រព្រឹត្តតាមក្រឹតវិន័យគ្រប់ចម្ពោះដែលម៉ូសេជាអ្នកបម្រើព្រះបានបង្គាប់មកកុំឲ្យងាកទៅឆ្វេងឬស្ដាំប្រយោជន៍ឲ្យឯងបានកើតការនៅកន្លែងណាដែលឯងទៅនោះបងប្អូនព្រះអង្គម្ចាស់មិនបានប្រទានឲ្យយូស៊ូវេនៅផែនការសង្គ្រាមដើម្បីទទួលជ័យជំនះនោះទេភាពជោគជ័យរបស់គាត់គឺកើតឡើងដោយគ្រាន់តែសម្លឹងផ្ដោតទៅលើព្រះអង្គជាម្ចាស់ដែលជាព្រះអង្គសង្គ្រោះរបស់គេហើយធ្វើតាមតែព្រះទ្រង់មានព្រះបន្ទូលបង្គាប់ឲ្យធ្វើនេះមិនមែនជាកិច្ចការដែលត្រូវធ្វើដោយកម្លាំងខ្លួនដែលបង្កើតឡើងដោយមនុស្សនោះប៉ុន្តែដោយការស្ដាប់បង្គាប់និងកម្លាំងដ៏អស្ចារ្យនៃព្រះវិញ្ញាណដ៏បរិសុទ្ធវិញនេះជាផែនការដូចគ្នាសម្រាប់ជ័យជំនះដែលព្រះទ្រង់ប្រទានដល់យើងរាល់គ្នាដែរយើងត្រូវតែធ្វើតាមអ្វីដែលព្រះទ្រង់មានព្រះបន្ទូលនៅពេលដែលទ្រង់មានព្រះបន្ទូលនិងរបៀបដែលទ្រង់មានព្រះបន្ទូលឲ្យយើងធ្វើឬប្រព្រឹត្តគ្មានកន្លែងណាសម្រាប់ជ្រើសរើសនិងជ្រើសរើសខគម្ពីរណាដែលត្រូវជឿឬគោរពតាមឬខណាមួយដែលយើងមិនត្រូវអនុវត្តតាមភាពជោគជ័យដែលព្រះអង្គម្ចាស់ទ្រង់សន្យាមិនមែនមកពីលោកីទេព្រះអង្គម្ចាស់បានដកឃើញភាពជោគជ័យគឺជាជីវិតរស់នៅដោយគោរពស្រឡាញ់ដល់ព្រះអង្គម្ចាស់ដែលទ្រង់អាចប្រើឲ្យធ្វើជាទីបន្ទាល់ដល់លោកីនិងជាការបង្ហាញដល់បងប្អូនរួមជំនឿព្រះអង្គម្ចាស់ទ្រង់បានរំលឹកយូស៊ូវេថាកុំឲ្យគម្ពីរក្រឹតវិន័យនេះភ្លេចបាត់ពីមាត់ឯងឡើយគឺត្រូវនឹកចិញ្ចឹមគិតទាំងយប់ទាំងថ្ងៃដើម្បីឲ្យបានកម្មតាមហើយប្រព្រឹត្តតាមអស់ទាំងសេចក្តីដែលកត់ទុកនៅក្នុងព្រះគម្ពីរនេះឯងត្បិតគឺយ៉ាងនេះដែលយើងបានកើតការនៅគ្រប់ទាំងផ្លូវហើយនឹងបានចម្រើនឡើងគ្រប់អ្វីដែលយើងប្រព្រឹត្តការសញ្ជឹមគិតជារៀងរាល់ថ្ងៃលើព្រះបន្ទូលរបស់ព្រះគឺជាគន្លឹះមួយដើម្បីសម្រេចបាននៅអ្វីទាំងអស់ដែលទ្រង់បានកំណត់ទុកនៅចំពោះមុខរួចរួមមានអនុវត្តសំខាន់មួយសំខាន់ចំនួន5ប្រការទី1គឺយើងត្រូវតែឧស្សាហ៍អានព្រះគម្ពីរធ្វើតាមតែយើងត្រូវអានព្រះគម្ពីរយើងបានដឹងជាមុននៅអ្វីដែលព្រះទ្រង់មានព្រះបន្ទូលនៅក្នុងព្រះបន្ទូលដ៏បរិសុទ្ធរបស់ទ្រង់ទី2ជឿទុកចិត្តលើទ្រង់យើងគួរតែជឿទុកចិត្តលើព្រះអង្គម្ចាស់និងព្រះបន្ទូលរបស់ទ្រង់ដែលទ្រង់បានសន្យាចំពោះយើងរាល់គ្នាទី3ការទាញយកបន្ទាប់មកគឺទាញយកបទគម្ពីរមកក្នុងការគិតដូច្នេះយើងយល់នៅព្រះបន្ទូលនិងព្រះបន្ទូលនឹងគ្រប់គ្រងលើគំនិតរបស់យើងទី4អនុវត្តការអនុវត្តព្រះបន្ទូលរបស់ព្រះដឹកនាំរបៀបរស់នៅរបស់យើងទី5គោរពដោយដឹងពីអ្វីដែលព្រះបានមានព្រះបន្ទូលហើយប្រព្រឹត្តតាមដោយការស្ដាប់បង្គាប់ទាំងស្រុងអ្វីត្បិតតែវគ្គសិក្សានិងសញ្ញាបត្រមហាវិទ្យាល័យអះអាងថាធ្វើឲ្យយើងរីកចម្រើនក្នុងការរស់នៅក៏ដោយគ្មានអ្វីអាចប្រៀបធៀបទៅនឹងផ្លូវរបស់ព្រះ
សម្រាប់ភាពជោគជ័យរបស់យើងនោះបានដែរប្រសិនបើយើងនឹងសេចក្ដីគិតអំពីព្រះបន្ទូលរបស់ព្រះអង្គជារៀងរាល់ថ្ងៃដើម្បីឲ្យយើងអាចគោរពតាមការណែនាំរបស់ព្រះអង្គម្ចាស់ដោយយកចិត្តទុកដាក់នោះយើងប្រហែលជាមិនត្រូវបានចាត់ទុកថាទទួលជោគជ័យដោយស្តង់ដាររបស់លោកីនោះឡើយព្រះអង្គម្ចាស់ទ្រង់ជាចៅក្រមដែលយើងរាល់គ្នានឹងឈរដើម្បីទូលពីដំណើរជីវិតរបស់យើងនៅគ្រាចុងក្រោយបងប្អូនបញ្ជាឲ្យសេចក្ដីគិតរៀងរាល់ថ្ងៃទាំងយប់ទាំងថ្ងៃមិនមែនមានន័យថាយើងត្រូវតែចំណាយពេលរាប់ម៉ោងជារៀងរាល់ព្រឹកល្ងាចក្នុងព្រះបន្ទូលរបស់ព្រះនោះទេព្រះអង្គម្ចាស់អាចធ្វើកិច្ចការដ៏ធំក្នុងជីវិតរបស់យើងប្រសិនបើយើងគ្រាន់តែផ្ដល់ឲ្យទ្រាំពី10ទៅ15នាទីជារៀងរាល់ថ្ងៃតាមរយៈការសេចក្ដីគិតលើព្រះបន្ទូលរបស់ទ្រង់យើងកំពុងតែទទួលស្ដាប់ឲ្យទទួលស្គាល់ថាយើងត្រូវការជំនួយពីទ្រង់ដោយសារយើងមិនមានបញ្ហាគ្រប់គ្រាន់ឬកម្លាំងគ្រប់គ្រាន់ក្នុងការដឹកនាំជីវិតរបស់យើងរាល់គ្នាក្នុងនាមជាព្រះម្ចាស់និងជាព្រះអង្គសង្គ្រោះរបស់យើងទ្រង់មានសិទ្ធិគ្រប់គ្រងដើម្បីប្រាប់យើងអំពីអ្វីដែលត្រូវធ្វើហើយប្រសិនបើយើងធ្វើអ្វីដែលទ្រង់មានព្រះបន្ទូលនោះទ្រង់នឹងអាចឲ្យយើងរស់នៅដោយជោគជ័យស្របតាមឆន្ទៈនិងផែនការរបស់យើងព្រះម្ចាស់បានបញ្ជាក់បង្ហាញនៅអ្វីដែលយូសេត្រូវធ្វើដើម្បីទទួលជោគជ័យក្នុងការណែនាំក្នុងការនាំប្រជាជនចូលទៅក្នុងទឹកដីសន្យាដោយទ្រង់មានព្រះបន្ទូលថាចូលប្រយ័ត្ននិងធ្វើតាមអ្វីទាំងអស់ដែលបានចែងនៅក្នុងបញ្ញត្តិការស្ដាប់បង្គាប់គឺជាសារៈសំខាន់បំផុតព្រោះវិធីរបស់ព្រះតែមិនទំនងឬសមហេតុសមផលនោះឡើយនៅពេលរាជអ៊ីស្រាអែលមកដល់ទីក្រុងឈេរីកូព្រះម្ចាស់បានប្រទានយុទ្ធសាស្ត្រដ៏ចម្លែកមួយដល់យូស្វេដោយប្រាប់ថាចូលដើរជុំវិញទីក្រុងមួយដងក្នុងមួយថ្ងៃអស់រយៈពេល6ថ្ងៃបន្ទាប់មក7ដងក្នុងមួយថ្ងៃ7ដងនៅថ្ងៃទី7បន្ទាប់មកចូលស្រែកហើយជញ្ជាំងនឹងដួលរលំប្រសិនបើយូស្វេមិនធ្វើតាមការណែនាំរបស់ព្រះនោះគាត់នឹងមិនបានជោគជ័យឡើយលោកយូស្វេដែរយើងត្រូវតែទុកចិត្តលើព្រះម្ចាស់ហើយគោរពតាមដោយក្លាហានមិនថាអ្វីដែលទ្រង់តម្រូវឲ្យយើងធ្វើនោះឡើយទ្រង់នឹងមិនផ្ដល់ឲ្យយើងនៅអ្វីទ្រង់នឹងមិនផ្ដល់ឲ្យយើងនៅពេលវេលាដែលយើងត្រូវរវល់ពេកនោះទេហើយយើងគ្មានពេលដើម្បីនឹងសិក្សាសេចក្ដីគិតលើព្រះបន្ទូលរបស់ព្រះនៅពេលយើងផ្ដោតលើព្រះម្ចាស់នោះបណ្ដាលឲ្យយើងមានការគោរពហើយយើងនឹងមានឧបករណ៍គ្រប់គ្រាន់សម្រាប់ធ្វើការដែលទ្រង់បានត្រាស់ហៅយើងឲ្យធ្វើដោយទ្រង់មានព្រះបន្ទូលថាឲ្យយើងគ្រាន់តែមានកម្លាំងនិងចិត្តក្លាហានតែប៉ុណ្ណោះនោះអញមិនដែលបោះបង់ឯងហើយឯងក៏មិននៅម្នាក់ឯងនោះដែរដូច្នេះយើងត្រូវតែគោរពហើយប្រណិប័តតាមនៅព្រះបន្ទូលរបស់ព្រះអង្គដោយគ្រាន់តែមានកម្លាំងហើយនឹងចិត្តក្លាហានតែប៉ុណ្ណោះអាមែនយើងនឹងធ្វើពិធីដណ្ដង្វាយអាមែនសូមឲ្យបងប្អូនបានប្រកបដោយនូវព្រះគុណនិងសេចក្តីសុខសាន្តអំពីព្រះបិតាដែលយើងរាល់គ្នាហើយនៅអំពីព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទមេរៀននៅថ្ងៃនេះដកស្រង់ពីព្រះគម្ពីរយូស្វេជំពូក1ខ1ដល់ខ9
ដែលខ្ញុំឲ្យចំណងជើងថាភាពក្លាហានដើម្បីកិច្ចការលំបាករបស់ព្រះភាគទី2ខ្ញុំអានជូនបងប្អូនដូចតទៅនេះរីឯក្រោយដែលម៉ូសេជាអ្នកបម្រើព្រះបានស្លាប់ទៅនោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅយូស្វេជាកូននុនជាអ្នកជំនិតរបស់លោកថាម៉ូសេជាអ្នកបម្រើឯងបានស្លាប់ហើយដូច្នេះចូលរៀបចំឆ្លងទន្លេយូដានឥឡូវនេះព្រមទាំងបណ្ដាមនុស្សទាំងអស់នេះផងហើយចូលទៅក្នុងស្រុកដែលឯងបានឲ្យដល់គេគឺដល់ពួកកូនចៅអ៊ីស្រាអែលអស់ទាំងទីកន្លែងណាដែលឯងដាក់ជើងជាន់នោះអញនឹងឲ្យដល់ឯងដូច្នេះអញនឹងឲ្យដល់ឯងដោយអញបានប្រាប់ម៉ូសេហើយឯព្រំប្រទល់របស់ឯងរាល់គ្នានោះត្រូវបានចាត់តាំងពីទីរហោឋាននិងភ្នំល្បាណូនរហូតដល់ទន្លេធំនិងទន្លេអ៊ឺហ្វ្រាតក្នុងស្រុករបស់សាសហេតទាំងមូលហើយទៅដល់សមុទ្រធំនៅទិសខាងលិចដែរនឹងគ្មានអ្នកណាអាចឈរនៅមុខឯងនៅគ្រប់មួយជីវិតរបស់ឯងអញនឹងនៅជាមួយឯងដូចជាអញបាននៅជាមួយនឹងម៉ូសេដែរអញមិនដែលខាននឹងប្រោះឲ្យឯងក៏មិនដែលបោះបង់ចោលឯងឡើយដូច្នេះចូលឲ្យមានកម្លាំងចិត្តក្លាហានចុះត្បិតឯងនឹងនាំបណ្ដាជនទាំងនេះបានក្រុងស្រុកដែលឯងបានស្បត់ថានឹងឲ្យដល់ពួកឯងឯកកោរបស់ពួកគេឲ្យឯងគ្រាន់តែមានចិត្តមានកម្លាំងនិងចិត្តក្លាហានប៉ុណ្ណោះដើម្បីនឹងកាន់ឲ្យប្រព្រឹត្តតាមក្រឹតវិន័យគ្រប់ជំពូកដែលម៉ូសេជាអ្នកបម្រើឯងបានបង្គាប់មកកុំឲ្យបែកងាកចេញទៅខាងស្ដាំឬឆ្វេងឡើយប្រយោជន៍ឲ្យឯងបានកើតការនៅកន្លែងណាដែលឯងទៅនោះកុំឲ្យគម្ពីរក្រឹតវិន័យនេះភ្លេចបាត់ចេញពីមាត់ឯងឡើយគឺត្រូវឲ្យនឹកសញ្ជឹងគិតទាំងយប់ទាំងថ្ងៃដើម្បីឲ្យបានកាន់តាមហើយប្រព្រឹត្តតាមអស់ទាំងសេចក្តីដែលបានកត់ទុកគម្ពីរនោះឯងក្នុងគម្ពីរនោះឯងត្បិតគឺយ៉ាងនេះឯងនឹងបានកើតការនៅគ្រប់ទាំងផ្លូវឯងហើយនឹងបានចម្រើនឡើងផងតើអញមិនបានបង្គាប់ឲ្យឯងទេឬអីដូច្នេះចូលមានកម្លាំងហើយចិត្តក្លាហានចុះកុំខ្លាចឡើយក៏កុំឲ្យស្រយឹកចិត្តត្បិតព្រះអង្គម្ចាស់ជាព្រះនេះឯងទ្រង់គង់នៅជាមួយឯងនៅកន្លែងណាដែលឯងទៅនេះជាព្រះបន្ទូលរបស់ព្រះអង្គនៅពេលណាដែលខ្ញុំអាននៅព្រះបន្ទូលរបស់ព្រះអង្គខ្ញុំតែងនឹកឃើញព្រះអង្គម្ចាស់ទ្រង់ការពារទ្រង់ដឹកនាំរាជអ៊ីស្រាអែលចុះចំពោះយើងដែលជឿទុកចិត្តដល់ទ្រង់ដើរតាមព្រះបន្ទូលរបស់ព្រះអង្គរាល់ពេលវេលាតើយ៉ាងណាដែរបងប្អូនហើយនៅចំណុចខ្លះក្នុងជីវិតរបស់យើងទាំងអស់គ្នាបានប្រឈមមុខនឹងស្ថានភាពគួរឲ្យភ័យខ្លាចប្រហែលជាយើងខ្លាចនៅភាពមិនល្អដូចជាលុយកាក់ហិរៈដែលយើងមានការបាត់បង់មនុស្សដែលជាទីស្រឡាញ់ឬភាពមិនច្បាស់លាស់អំពីអនាគតរបស់ខ្លួននឹងភាពទន់ខ្សោយនឹងមិនមានសមត្ថភាពគ្រប់គ្រងសម្រាប់កិច្ចការឬប្រឈមមុខជាក់លាក់ក្នុងកិច្ចការណាមួយទោះបីជាយើងភ័យខ្លាចយ៉ាងណាក៏ដោយយើងត្រូវតែរៀនពីរបៀបប្រឈមមុខនឹងការងារដូច្នោះព្រះទ្រង់សពអរតីដោយភាពក្លាហានយោស្វេចំពុក1ខ1ដល់ខ9បានសរសេរជាយូរមកហើយប៉ុន្តែគោលការណ៍របស់វាទាក់ទងទៅនឹងភាពក្លាហានគឺនៅតែពិតសម្រាប់យើងរាល់គ្នាដែលកំពុងរស់នៅក្នុងសតវត្សទី21នេះការភិតភ័យ
គឺជាសម្លេងវិញ្ញាស្មារតីដែលកើតឡើងនៅក្នុងខ្លួនយើងខ្លួនយើងនៅពេលដែលយើងប្រឈមមុខនឹងគ្រោះថ្នាក់ដែលជិតមកដល់មានអារម្មណ៍ថាជាការគំរាមកំហែងឬអារម្មណ៍អស់សង្ឃឹមក្នុងការជៀសវាងឬផ្លាស់ប្ដូរស្ថានភាពសេចក្តីក្លាហានគឺជាគុណភាពនៃចិត្តស្មារតីដែលអាចឲ្យយើងប្រឈមមុខនឹងគ្រោះថ្នាក់ឬប្រឈមមុខនឹងការប្រឆាំងឬបញ្ហាប្រឈមនានាក្នុងជីវិតដោយមិនមានខ្លាចនឹងនៅហើយមានភាពរឹងមាំយោលទៅតាមព្រះគម្ពីរទីម៉ូថេទី2ចំពោះ1ខ7ព្រះទ្រង់មានព្រះបន្ទូលថាបិទព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណដែលតែងតែខ្លាចនោះឡើយគឺឲ្យយើងមានវិញ្ញាណដ៏មានអំណាចសេចក្តីស្រឡាញ់និងប្រាជ្ញាឆ្លៀសវៃលើកពីនេះយើងមានសេចក្តីសន្យារបស់ព្រះដែលផ្ដល់នូវអំណាចឲ្យយើងដើរដោយភាពក្លាហានឆ្លងកាត់គ្រប់អស់ទាំងឧបសគ្គស្ថានភាពរបស់លោកយូស្វេបន្ទាប់ពីលោកម៉ូសេបានស្លាប់ទៅព្រះម្ចាស់ទ្រង់បានប្រទានឲ្យយូស្វេនៅកិច្ចការដឹកនាំរាជរបស់ព្រះអង្គចូលទៅក្នុងទឹកដីដែលព្រះទ្រង់បានសន្យានឹងប្រទានឲ្យដល់ពួកគេទោះបីជាគាត់ត្រូវបានបណ្ដុះបណ្ដាលដោយម៉ូសេហើយបានធ្វើការងារនៅក្រោមការណែនាំរបស់គាត់យ៉ាងណាក៏ដោយក៏គំនិតនៃការជំនួសម៉ូសេនិងការទទួលខុសត្រូវចំពោះរាជរបស់ព្រះទាំងនេះច្បាស់ជាធ្វើឲ្យគាត់មានការញាប់ញ័រនិងភ័យខ្លាចពីព្រោះគាត់បានឃើញថាពួកកូនចៅអ៊ីស្រាអែលមានចិត្តមិនជឿរឹងរូសបះបោរប្រឆាំងនឹងលោកម៉ូសេហើយនឹងប្រឆាំងនឹងព្រះម្ចាស់យូស្វេក៏បានដឹងផងដែរថាតើវានឹងមានបញ្ហាអ្វីក្នុងការដឹកនាំជនជាតិអ៊ីស្រាអែលជាង2លាននាក់ចូលក្នុងទឹកដីរបស់សត្រូវទឹកដីនោះពោពេញទៅដោយទីក្រុងដែលមានកំផែងមនុស្សមានធំទីហ៊ានប្រដាប់ដោយអាវុធនិងរទេះចម្បាំងទោះបីជាឧបសគ្គទាំងនោះហាក់ដូចជាមិនអាចឆ្លងកាត់ទៅបានក៏ដោយយូស្វេបានចងចាំពីរបៀបដែលព្រះទ្រង់បានប្រយុទ្ធដើម្បីរាជរបស់ព្រះអង្គដោយញែកទឹកសមុទ្រសម្រាប់ពួកគេឲ្យបានហើយក៏បានកប់ជនជាតិអ៊ីស្រាអែលទាំងរទេះចម្បាំងរបស់ពួកគេនៅក្នុងសមុទ្រដ៏ជ្រៅសេចក្តីសន្យារបស់ព្រះម្ចាស់គឺជាមូលដ្ឋានសម្រាប់ភាពក្លាហានរបស់លោកម៉ូសេហើយសប្តាហ៍នេះសេចក្តីសន្យារបស់ព្រះម្ចាស់នេះក៏ជាភាពក្លាហានរបស់យើងរាល់គ្នាដែរក្នុងនាមជាអ្នកជឿទុកចិត្តលើព្រះម្ចាស់នេះជាការចេញពីសេចក្តីស្រឡាញ់និងមេត្រីភាពរបស់យើងចំពោះព្រះតាមរយៈព្រះរាជបុត្រាទ្រង់គឺព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទទោះជាស្ថានភាពរបស់យើងខុសប្លែកពីលោកយូស្វេក៏ដោយគោលការណ៍និងសេចក្តីសន្យាដែលបានបង្ហាញនៅក្នុងបទគម្ពីរនេះគឺពិតសម្រាប់យើងរាល់គ្នាផងដែរសេចក្តីសន្យារបស់ព្រះចំពោះលោកយូស្វេបានចែងថានឹងគ្មានអ្នកណាអាចឈរនៅមុខឯងនៅគ្រប់មួយជីវិតរបស់ឯងបានឡើយអញនឹងនៅជាមួយឯងដូចជាបាននៅជាមួយនឹងម៉ូសេដែរអញមិនដែលខាននឹងប្រុសឯងហើយក៏មិនបោះបង់ចោលឯងឡើយយើងមានការធានាដូចគ្នានេះបងប្អូនដោយសារព្រះទ្រង់គង់នៅក្នុងខ្លួនយើងតាមរយៈវត្តមានព្រះចេស្តានិងព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ទោះជាយើងប្រឈមមុខនឹងស្ថានភាពណាក៏ដោយយើងក៏មិនឯកោឬនៅម្នាក់ឯងជាជាងមើលនៅជុំវិញជាជាងមើលកលៈទេសៈនៅជុំវិញយើងគួរសម្លឹងមើលព្រះម្ចាស់
ដែលទ្រង់តែមានប្រហារតីស្មោះត្រង់ទំនួលខុសត្រូវរបស់យូស៊ូវេគឺថាឲ្យគ្រាន់តែមានកម្លាំងនិងចិត្តក្លាហានប៉ុណ្ណោះដើម្បីនឹងកាន់ហើយប្រព្រឹត្តតាមក្រឹតវិន័យគ្រប់ចម្ពោះដែលម៉ូសេជាអ្នកបម្រើព្រះបានបង្គាប់មកកុំឲ្យងាកទៅឆ្វេងឬស្ដាំប្រយោជន៍ឲ្យឯងបានកើតការនៅកន្លែងណាដែលឯងទៅនោះបងប្អូនព្រះអង្គម្ចាស់មិនបានប្រទានឲ្យយូស៊ូវេនៅផែនការសង្គ្រាមដើម្បីទទួលជ័យជំនះនោះទេភាពជោគជ័យរបស់គាត់គឺកើតឡើងដោយគ្រាន់តែសម្លឹងផ្ដោតទៅលើព្រះអង្គជាម្ចាស់ដែលជាព្រះអង្គសង្គ្រោះរបស់គេហើយធ្វើតាមតែព្រះទ្រង់មានព្រះបន្ទូលបង្គាប់ឲ្យធ្វើនេះមិនមែនជាកិច្ចការដែលត្រូវធ្វើដោយកម្លាំងខ្លួនដែលបង្កើតឡើងដោយមនុស្សនោះប៉ុន្តែដោយការស្ដាប់បង្គាប់និងកម្លាំងដ៏អស្ចារ្យនៃព្រះវិញ្ញាណដ៏បរិសុទ្ធវិញនេះជាផែនការដូចគ្នាសម្រាប់ជ័យជំនះដែលព្រះទ្រង់ប្រទានដល់យើងរាល់គ្នាដែរយើងត្រូវតែធ្វើតាមអ្វីដែលព្រះទ្រង់មានព្រះបន្ទូលនៅពេលដែលទ្រង់មានព្រះបន្ទូលនិងរបៀបដែលទ្រង់មានព្រះបន្ទូលឲ្យយើងធ្វើឬប្រព្រឹត្តគ្មានកន្លែងណាសម្រាប់ជ្រើសរើសនិងជ្រើសរើសខគម្ពីរណាដែលត្រូវជឿឬគោរពតាមឬខណាមួយដែលយើងមិនត្រូវអនុវត្តតាមភាពជោគជ័យដែលព្រះអង្គម្ចាស់ទ្រង់សន្យាមិនមែនមកពីលោកីទេព្រះអង្គម្ចាស់បានទតឃើញភាពជោគជ័យគឺជាជីវិតរស់នៅដោយគោរពស្រឡាញ់ដល់ព្រះអង្គម្ចាស់ដែលទ្រង់អាចប្រើឲ្យធ្វើជាទីបន្ទាល់ដល់លោកីនិងជាការបង្ហាញដល់បងប្អូនរួមជំនឿព្រះអង្គម្ចាស់ទ្រង់បានរំលឹកយូស៊ូវេថាកុំឲ្យគម្ពីរក្រឹតវិន័យនេះភ្លេចបាត់ពីមាត់ឯងឡើយគឺត្រូវនឹកចិញ្ចឹមគិតទាំងយប់ទាំងថ្ងៃដើម្បីឲ្យបានកម្មកាមហើយប្រព្រឹត្តតាមអស់ទាំងសេចក្តីដែលកត់ទុកនៅក្នុងព្រះគម្ពីរនេះឯងត្បិតគឺយ៉ាងនេះដែលយើងបានកើតការនៅគ្រប់ទាំងផ្លូវហើយនឹងបានចម្រើនឡើងគ្រប់អ្វីដែលយើងប្រព្រឹត្តការសិញ្ជឹមគិតជារៀងរាល់ថ្ងៃលើព្រះបន្ទូលរបស់ព្រះគឺជាគន្លឹះមួយដើម្បីសម្រេចបាននៅអ្វីទាំងអស់ដែលទ្រង់បានកំណត់ទុកនៅចំពោះមុខរួចរួមមានអនុវត្តសំខាន់មួយសំខាន់ចំនួន5ប្រការទី1គឺយើងត្រូវតែឧស្សាហ៍អានព្រះគម្ពីរធ្វើតាមតែយើងត្រូវអានព្រះគម្ពីរយើងបានដឹងជាមុននៅអ្វីដែលព្រះទ្រង់មានព្រះបន្ទូលនៅក្នុងព្រះបន្ទូលដ៏បរិសុទ្ធរបស់ទ្រង់ទី2ជឿទុកចិត្តលើទ្រង់យើងគួរតែជឿទុកចិត្តលើព្រះអង្គម្ចាស់និងព្រះបន្ទូលរបស់ទ្រង់ដែលទ្រង់បានសន្យាចំពោះយើងរាល់គ្នាទី3ការទាញយកបន្ទាប់មកគឺទាញយកវត្តគម្ពីរមកក្នុងការគិតដូច្នេះយើងយល់នៅព្រះបន្ទូលនិងហើយព្រះបន្ទូលនឹងគ្រប់គ្រងលើគំនិតរបស់យើងទី4អនុវត្តការអនុវត្តព្រះបន្ទូលរបស់ព្រះដឹកនាំរបៀបរស់នៅរបស់យើងទី5គោរពដោយដឹងពីអ្វីដែលព្រះបានមានព្រះបន្ទូលហើយប្រព្រឹត្តតាមដោយការស្ដាប់បង្គាប់ទាំងស្រុងអ្វីត្បិតតែវគ្គសិក្សានិងសញ្ញាបត្រមហាវិទ្យាល័យអះអាងថាធ្វើឲ្យយើងរីកចម្រើនក្នុងការរស់នៅក៏ដោយគ្មានអ្វីអាចប្រៀបធៀបទៅនឹងផ្លូវរបស់ព្រះសម្រាប់ភាពជោគជ័យរបស់យើងនោះបានដែរប្រសិនបើយើងនឹងសេចក្ដីគិតអំពីព្រះបន្ទូលរបស់ព្រះអង្គជារៀងរាល់ថ្ងៃដើម្បីឲ្យយើងអាចគោរព
តាមការណែនាំរបស់ព្រះអង្គម្ចាស់ដោយយកចិត្តទុកដាក់នោះយើងប្រហែលជាមិនបាននោះមិនត្រូវបានចាត់ទុកថាទទួលជោគជ័យដោយស្តង់ដាររបស់លោកីនោះឡើយព្រះអង្គម្ចាស់ទ្រង់ជាចៅក្រមដែលយើងរាល់គ្នានឹងឈរដើម្បីទូលពីដំណើរជីវិតរបស់យើងនៅគ្រាចុងក្រោយបងអស់បញ្ជាឲ្យសេចក្ដីគិតរៀងរាល់ថ្ងៃទាំងយប់ទាំងថ្ងៃមិនមែនមានន័យថាយើងត្រូវតែចំណាយពេលរាប់ម៉ោងជារៀងរាល់ព្រឹកល្ងាចក្នុងព្រះបន្ទូលរបស់ព្រះទេព្រះម្ចាស់អាចធ្វើកិច្ចការដ៏ធំក្នុងជីវិតរបស់យើងប្រសិនបើយើងគ្រាន់តែផ្ដល់ឲ្យទ្រាំពី10ទៅ15នាទីជារៀងរាល់ថ្ងៃតាមរយៈការសេចក្ដីគិតលើព្រះបន្ទូលរបស់ទ្រង់យើងកំពុងតែទទួលស្ដាប់ឲ្យទទួលស្គាល់ថាយើងត្រូវការជំនួយពីទ្រង់ដោយសារយើងមិនមានបញ្ហាគ្រប់គ្រាន់ឬកម្លាំងគ្រប់គ្រាន់ក្នុងការដឹកនាំជីវិតរបស់យើងរាល់គ្នាក្នុងនាមជាព្រះម្ចាស់និងជាព្រះអង្គសង្គ្រោះរបស់យើងទ្រង់មានសិទ្ធិគ្រប់គ្រងដើម្បីប្រាប់យើងអំពីអ្វីដែលត្រូវធ្វើហើយប្រសិនបើយើងធ្វើអ្វីដែលទ្រង់មានព្រះបន្ទូលនោះទ្រង់នឹងអាចឲ្យយើងរស់នៅដោយជោគជ័យស្របតាមឆន្ទៈនិងផែនការរបស់យើងព្រះអង្គម្ចាស់បានបញ្ជាក់បង្ហាញនៅអ្វីដែលយូសេត្រូវធ្វើដើម្បីទទួលជោគជ័យក្នុងការណែនាំក្នុងការនាំប្រជាជនចូលទៅក្នុងទឹកដីសន្យាដោយទ្រង់មានព្រះបន្ទូលថាចូលប្រយ័ត្ននិងធ្វើតាមអ្វីទាំងអស់ដែលបានចែងនៅក្នុងបញ្ញត្តិការស្ដាប់បង្គាប់គឺជាសារៈសំខាន់បំផុតព្រោះវិធីរបស់ព្រះតែងតែមិនទំនងឬសមហេតុសមផលនោះឡើយនៅពេលរាជអ៊ីស្រាអែលមកដល់ទីក្រុងឈេរ៉ូកូព្រះម្ចាស់បានប្រទានយុទ្ធសាស្ត្រដ៏ចម្លែកមួយដល់យូស្វេដោយប្រាប់ថាចូលដើរជុំវិញទីក្រុងមួយដងក្នុងមួយថ្ងៃអស់រយៈពេល6ថ្ងៃបន្ទាប់មក7ដងក្នុងមួយថ្ងៃ7ដងនៅថ្ងៃទី7បន្ទាប់មកចូលស្រែកហើយជញ្ជាំងនឹងដួលរលំប្រសិនបើយូស្វេមិនធ្វើតាមការណែនាំរបស់ព្រះនោះគាត់នឹងមិនបានជោគជ័យឡើយលោកយូស្វេដែរយើងត្រូវតែទុកចិត្តលើព្រះម្ចាស់ហើយគោរពតាមដោយក្លាហានមិនថាអ្វីដែលទ្រង់តម្រូវឲ្យយើងធ្វើនោះឡើយទ្រង់នឹងមិនផ្ដល់ឲ្យយើងនៅអ្វីទ្រង់នឹងមិនផ្ដល់ឲ្យយើងនៅពេលវេលាដែលយើងត្រូវរវល់ពេកនោះទេហើយយើងគ្មានពេលដើម្បីនឹងសិក្សាសេចក្ដីគិតលើព្រះបន្ទូលរបស់ព្រះនៅពេលយើងផ្ដោតលើព្រះម្ចាស់នោះបណ្ដាលឲ្យយើងមានការគោរពហើយយើងនឹងមានឧបករណ៍គ្រប់គ្រាន់សម្រាប់ធ្វើការដែលទ្រង់បានត្រាស់ហៅយើងឲ្យធ្វើដោយទ្រង់មានព្រះបន្ទូលថាឲ្យយើងគ្រាន់តែមានកម្លាំងនិងចិត្តក្លាហានតែប៉ុណ្ណោះនោះអញមិនដែលបោះបង់ឯងហើយឯងក៏មិននៅម្នាក់ឯងនោះដែរដូច្នេះយើងត្រូវតែគោរពហើយប្រណិប័តតាមនៅព្រះបន្ទូលរបស់ព្រះអង្គដោយគ្រាន់តែមានកម្លាំងហើយនឹងចិត្តក្លាហានតែប៉ុណ្ណោះអាមែនយើងនឹងធ្វើពិធីដណ្ដង្វាយ